បងប្អូនអរគ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ថ្នាក់គីមីសេរីរៀងនៅក្នុង Channel YouTube Live Chemistry នៅក្នុងថ្ងៃនេះវីដេអូមួយនេះយើងនឹងតទៅចំណុចថ្មីមួយទៀតគឺអាស៊ីតកាបូកស៊ីលិកនិងសាឡាយរបស់វាខ្ញុំជឿថាបងប្អូនទាំងនេះក៏ធ្លាប់បានរៀនអាស៊ីតកាបូកស៊ីលិកដែរបើតាមខ្ញុំចាំគឺយើងរៀននៅថ្នាក់ទី11ក៏ប៉ុន្តែនៅថ្នាក់ទី11គេមិនបានបែងចែកឲ្យបានលម្អិតហើយនឹងគេធ្វើចំណាត់ថ្នាក់វាឲ្យបានត្រឹមត្រូវទេជាពិសេសពីប្រតិកម្មភាពរបស់វាគេអត់សិក្សាជាលក្ខណៈប្រព័ន្ធអានេះបើតាមខ្ញុំចាំព្រោះអីនៅថ្នាក់ទៀតគេគ្រាន់ឲ្យយើងស្គាល់តាមបង្គំនីតិរបស់វានីមួយៗអញ្ចឹងគឺអត់សូវលម្អិតខ្លាំងទេចំណែកឯនៅក្នុង channel មួយនេះតែមិនមែននៅក្នុងវីដេអូមួយនេះទេនៅក្នុង channel មួយនេះគឺយើងនឹងសិក្សាពីអាស៊ីតកាបូកស៊ីលិកនិងសាឡាយរបស់វាឲ្យកាន់តែលម្អិតស៊ីជម្រៅពីការបំលែងទៅវិញទៅមកពីអាស៊ីតកាបូកស៊ីលិកនិងសាឡាយរបស់វាអញ្ចឹងសូមបងប្អូនអរគ្នារងចាំទស្សនាឬក៏រងចាំសិក្សាជាមួយគ្នានៅចម្ពោះទី10ជាងឥឡូវនេះនៅតែចម្ពោះទី2ឡើយប៉ុន្តែខ្ញុំនឹងធ្វើដល់ចម្ពោះចុងក្រោយគេបំផុតហើយអ្នកទាំងអស់គ្នានឹងបានរៀនជាមួយយើងប៉ុន្តែនៅក្នុងវីដេអូមួយនេះគឺយើងសិក្សាតែពីក្រុមអង្គមនីតិនិងសាឡាយរបស់វានោះគឺយើងនឹងសិក្សាឲ្យស្គាល់ថាក្រុមអង្គមនីតិនៃស្រឡាយរបស់អាស៊ីតកាបូកស៊ីលិកហ្នឹងមានគេខ្លះអញ្ចឹងយើងដឹងហើយថាសមាសធាតុអាស៊ីតកាបូកស៊ីលិកគឺជាសមាសធាតុកាបូនីលអាចថាមាន1ឬក៏មាន2នៅក្នុងម៉ូលេគុលលើកលែងនីត្រីលចេញបងប្អូនលើកលែងនីត្រីលចេញអញ្ចឹងឥឡូវយើងមើលតាមមេរៀនអាល់ឌីនិងសេតូនគឺយើងស្គាល់ហើយសមាសធាតុកាបូនីលគឺជាសមាសធាតុសរីរាង្គដែលមានផ្ទុកកាបូនសម្ព័ន្ធពីរជាន់ជាមួយនឹងអុកស៊ីសែនអញ្ចឹងពពួកអស់នេះគេចាត់ទុកថាវាជាសមាសធាតុកាបូនីលឥឡូវយើងមើលស្រឡាយរបស់អាស៊ីតកាបូកស៊ីលិកម្ដងមួយទី1គឺអាល់ស៊ីលក្លរូណាអាល់ស៊ីលក្លរ៉ៃហ្នឹងគឺវាមានលក្ខណៈស្រដៀងគ្នាមានន័យថាគេអាចសង្យោគវាចេញពីអាស៊ីតកាបូកស៊ីលិកគេដកក្រុមអ៊ីដ្រុកស៊ីលចេញជំនួសដោយក្រុមអាឡូសែនអញ្ចឹងគេហៅវាថាជាអាល់ស៊ីលក្លរូប្រសិនបើគេដកអ៊ីដ្រុកស៊ីលចេញជំនួសដោយកាបូកស៊ីឡាតណាជំនួសដោយកាបូកស៊ីឡាតគេហៅវាថាជាអានីត្រីតគឺជាអានីត្រីតបើសិនជាគេដកអ៊ីដ្រុកស៊ីលចេញជួសដោយ OR នេះជួសដោយ OR នេះជួសដោយអាកុលណាឬក៏ពពួកអាល់កុកស៊ីតណាខ្ញុំប្រើពាក្យចឹងទៅដើម្បីឲ្យស្រួលស្ដាប់អញ្ចឹងគេហៅវាថាជាអេស្ទែគឺជាអេស្ទែតាមពិតទៅអេស្ទែហ្នឹងវាកើតឡើងមកពីអាស៊ីតកាបូកស៊ីលិកជាមួយនឹងអាកុលបង្កើតបានជាអេស្ទែហ្នឹងហើយអានេះវិញគឺជាសមាសធាតុសរីរាង្គគឺជាអានីត្រីតដែលវាសង្យោគមកពីអាស៊ីតកាបូកស៊ីលិកចំនួន2ណាអាស៊ីតកាបូកស៊ីលិកចំនួន2កើតបានជាអានីត្រីតចំនួន1ហើយនីត្រីលវិញគឺវាមានលក្ខណៈពិសេសខុសគេបន្តិចគឺវាមានកាបូនសម្ព័ន្ធ3ជាន់ជាមួយនឹងអាសូតហើយមួយវិញទៀតហ្នឹងមួយចុងក្រោយគឺអាមីតគឺវាកើតមកពីអាស៊ីតកាបូកស៊ីលិកប្រតិកម្មជាមួយនឹងអាមីនបង្កើតបានទៅជាអាមីតបើសិនជាអាម៉ូញ៉ាមិនមែនអាមីនថ្នាក់1ណាបើសិនជាអាម៉ូញ៉ាប្រតិកម្មជាមួយនឹងអាស៊ីតកាបូកស៊ីលិកបង្កើតបានទៅជាអាមីនថ្នាក់1អាមីតថ្នាក់1បើសិនជាអាមីនថ្នាក់1ប្រតិកម្មជាមួយនឹងអាស៊ីតកាបូកស៊ីលិកបង្កើតបានទៅជាអាមីតថ្នាក់2បើសិនជាអាមីនថ្នាក់ទី2បង្កើតបានជាអាមីតថ្នាក់ទី3អញ្ចឹងស្របំវិញគឺមាន5ហើយយើងនឹងសិក្សាលម្អិតនៅចំពោះក្រោយថាតើរវាងអា5ហ្នឹងមួយណាមានប្រតិកម្មភាពខ្លាំងជាងគេហើយវាអាចមានប្រតិកម្មជាមួយអ្វីខ្លះសង្យោគបានជាអ្វីខ្លះអញ្ចឹងយើងនឹងសិក្សានៅចំពោះទី17អូនេះខ្ញុំដាក់ចំពោះទី17ហោះដល់ខ្ញុំមកដាក់
គឺបដកម្មវាមានលក្ខណៈរៀងស៊ីជម្រៅបន្តិចចឹងទៅគេទុកសំទោសគេទុកវានៅចុងក្រោយជាធម្មតាពពួកសមាសធាតុកាបូនីលដែលមាននៅក្នុងអាស៊ីតកាបូកស៊ីលិកនិងសាឡាយរបស់វារងនៅបដកម្មបូកបណ្ដាច់នុយក្លេអូហ្វីលណាដែលអាបដកម្មបូកបណ្ដាច់នុយក្លេអូហ្វីលហ្នឹងគឺយើងអត់ដែលរៀនទេនៅថ្នាក់ក្រោមចឹងហើយបានខ្ញុំនិយាយថាគឺមិនទាន់ស៊ីជម្រៅណាតែប៉ិតត្រូវឲ្យនៅថ្នាក់ក្រោមវាមិនអាចស៊ីជម្រៅបានទេគ្រប់យ៉ាងវាមានដែនកំណត់ចឹងហើយនៅក្នុងជំពូកទី17គឺយើងនឹងសិក្សាពីប្រតិកម្មបូកបណ្ដាច់នុយក្លេអូហ្វីលបូកបណ្ដាច់នុយក្លេអូហ្វីលហ្នឹងនុយក្លេអូហ្វីលហ្នឹងគឺជាក្រុមចាក់ចេញបងប្អូនណាវានឹងដាច់ក្រុមចាក់ចេញទៅបង្កើតបានជាសមាសធាតុសរីរាង្គហ្នឹងឥឡូវយើងនឹងចាប់ផ្ដើមនិយាយពីអាស៊ីតកាបូកស៊ីលិកអាស៊ីតកាបូកស៊ីលិកគឺជាសមាសធាតុសរីរាង្គដែលមានរូបមន្តទូទៅមាន Air ហើយត្រេនេះតំណាងឲ្យសម្ព័ន្ធមួយជាន់ជាមួយនឹងកាបូន COOH ថ្នាក់ក្រោមគេហៅថា AirCOOH គេនិយាយចឹងអញ្ចឹងនេះត្រេហើយកាបូន O2 ហើយ H1 ហ្នឹងគេហៅថាបង្គំគេហៅថាក្រុមកាបុកស៊ីលណាថាក្រុមកាបុកស៊ីលដែលវាមានន័យថាមកពីកាបូនីលបូកអ៊ីដ្រុកស៊ីលណាហើយជាទូទៅគឺយើងតែងតែឃើញគេសរសេរទម្រង់បែបនេះពេលដែលយើងរៀនរូបមន្តនៅក្នុងគីមីសរីរាង្គនៅក្នុងកម្រិតខ្ពស់គឺគេចូលចិត្តសរសេរបែបនេះឬក៏គេសរសេរបែបនេះអានេះគេសរសេរជារូបមន្តសម្ព័ន្ធបន្ទាប់តែពេលខ្លះទៅគេសរសេរជាកបោតដើម្បីបង្ហាញពីបដកម្មជាក់លាក់បង្ហាញពីអាតូមហ្នឹងបង្ហាញពីបដកម្មជាក់លាក់ណាមួយតែជាទូទៅគេសរសេរតែរូបមន្តសម្ព័ន្ធបន្ទាត់ទេចំណែកឯនៅថ្នាក់ក្រោមគឺគេចូលចិត្តសរសេរបែបនេះណាចឹងខ្ញុំបញ្ជាក់គឺគេសរសេរតែទម្រង់សម្ព័ន្ធបន្ទាត់ទេនៅក្នុងគីមីសរីរាង្គហើយរៀនរបស់ខ្ញុំគឺសរសេរតែបែបហ្នឹងទេយើងអត់សរសេរពីអាតូមជាក់លាក់នៅក្នុងម៉ូលេគុលទេចឹងมันមានអ្វីច្រើនទេខ្ញុំបានរៀបចំមេរៀនបានប៉ុណ្ណឹងប៉ុន្តែខ្ញុំរកមេរៀនពីខាងក្រៅបន្តិចដើម្បីឲ្យអ្នកទាំងគ្នាស្គាល់ពីអាស៊ីតកាបូកស៊ីលិកដែលមានវត្តមាននៅក្នុងធម្មជាតិអញ្ចឹងយើងចាប់ផ្ដើមមើលទៅអ្នកគ្នាខ្ញុំអត់បានព្រៀងទុកទេអានេះខ្ញុំបាន down ពីអ៊ីនធឺណិតមកដាក់ចូលយកមកហើយវត្ថុធាតុដើមខ្លះប្រភពខ្លះខ្ញុំក៏មិនដែរស្គាល់ដែរឥឡូវយើងទៅមើលទាំងអស់គ្នាទី1គឺ formic acid នេះខ្ញុំដឹងគឺ metanoic អានេះគឺអាស៊ីតអាសេតិកគឺទឹកខ្មេះអានេះគឺ propionic ឬក៏ propanoic មាននៅក្នុងគេអានេះខ្ញុំអត់ស្គាល់ទេបងប្អូនខ្ញុំមើលអានេះគេអត់ដឹងទេតែដឹងតែបុយទីរិចនេះគឺ ber ណាគឺបុយទីរិចបុយតាណូអិចនេះហើយនេះ valeric ឬក៏ប៉ង់តាណូអិចហើយនេះ hexanoic ក្នុងជាមការប្រូអិចអាស៊ីតខានអានយូរណានេះនៅក្នុងផ្កាអានេះដូចផ្កាអានេះផ្កាដូចនឹងគ្នាការ៉េផ្កានេះឃើញច្រើនណាស់មានដូចគ្នាឥឡូវខ្ញុំមើលអាស្មាតណា loric នេះបងប្អូនស្គាល់ loric ទេ loric ហ្នឹងក៏យើងឃើញនៅក្នុងគ្រឿងសម្អាងដែរ loric នេះ loric នេះអានេះក៏ឃើញញឹកញាប់ដែរប៉ាល់មីតិចនេះក៏យើងអាសាឃើញដែរនេះប៉ាល់មីតិចនេះក៏យើងអាសាឃើញដែរអានេះ stearic ក៏យើងអាសាឃើញដែរដូចជា ber ដែរនេះតាមមើលទៅដូចជា ber ហើយអានេះនៅក្នុងសណ្ដែកដីតែដែលយើងជួបញាប់ឆេះនេះគេគឺអាហ្នឹងប៉ុណ្ណឹងអញ្ចឹងអាស៊ីតកាបូកស៊ីលិកគឺមាន everywhere គឺយើងឃើញច្រើនមែនតើអញ្ចឹងសមាជិកខ្លះយើងជួបរងថ្ងៃត្រូវស្មោចខំផងអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេគឺគ្រាន់តែយើងសិក្សាពីសមាសធាតុសរីរាង្គអាស៊ីតកាបូកស៊ីលិកនិងសាឡាយរបស់វាអញ្ចឹងអ្នកទាំងគ្នាចំណាំទៅពពួកអាស៊ីតកាបូកស៊ីលិកហ្នឹងហើយនិងសាឡាយរបស់វាគឺមាន5ហ្នឹងបងប្អូនគឺមាន5ហ្នឹងហើយវាជាប្រភេទសមាសធាតុកាបូនីលបដកម្មរបស់វាគឺដាច់ដោយឡែកផ្សេងពីគេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ